OK hello ទាំងអស់គ្នាសូមស្វាគមន៍កាន់ channel ខ្ញុំរៀនដើម្បីសិក្សាទៅលើពាក្យជាភាសាអង់គ្លេសដែលងាយនៅក្នុងការចងចាំជាមួយខ្ញុំបាទទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់មេរៀននៅក្នុងថ្ងៃនេះយើងសិក្សាទៅលើ collocation ជាបន្តទៅទៀតដែលផ្ដើមដោយ take អូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាតើតើទៅនឹង collocation ដែលផ្ដើមដោយ take ទាំងអស់គ្នាតើយើងមានពាក្យអីខ្លះសម្រាប់ដែលយើងលើកយកមករៀននៅក្នុងថ្ងៃនេះអូខេយើងមានដូចជាពាក្យថាងូតទឹកថតរូបធ្វើដំណើរកំសាន្តដើរលេងអង្គុយអូខេអញ្ចឹងពាក្យទាំងអស់ហ្នឹងជាភាសាអង់គ្លេសតើយើងអានថាម៉េចហើយយើងប្រើប្រាស់វាបែបណាជាដើម្បីយើងយកទៅប្រើប្រាស់ជាប្រយោគនៅក្នុងការនិយាយប្រចាំថ្ងៃណាបងប្អូនអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅសិក្សាជាមួយខ្ញុំបាទបងប្អូនបាទបងប្អូនមុននឹងឈានចូលទៅសិក្សាទៅលើពាក្យថ្មីរំខានបងប្អូនជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំបាទអ្នកមួយផងហើយកុំភ្លេចជួយចុច Follow ទៅលើ Facebook Page ក៏ដូចជា TikTok របស់ខ្ញុំបាទអ្នកមួយផងបាទអរគុណបងប្អូនទុកជាមុនសម្រាប់ការគ្រប់គ្រងទៅលើការផលិតនៅវីដេអូមេរៀនរបស់ខ្ញុំបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅសិក្សាទាំងអស់គ្នាអូខេទាំងអស់គ្នាអញ្ចឹងសម្រាប់ពាក្យទី1របស់យើងគឺពាក្យថាងូតទឹកអញ្ចឹងពាក្យថាងូតទឹកតែជាភាសាអង់គ្លេសយើងអានថាម៉េចអូខេអញ្ចឹងពាក្យថាងូតទឹកជាភាសាអង់គ្លេសយើងអានថា take a shower take a shower ឬក៏យើងអាចប្រើ take a bus take a bus អញ្ចឹងយើងប្រើបានពីរបងប្អូនអញ្ចឹង take a shower នេះមានន័យថាងូតទឹកផ្កាឈូកនេះងូតទឹកផ្កាឈូកបែបនេះបងប្អូនហើយ take a bus មានន័យថាងូតទឹកដែរក៏ប៉ុន្តែអាចជាងូតទឹកអាងអាចជាងូតទឹកពាងអីអញ្ចឹងជាដើមបងប្អូនអូខេយើងទៅមើល example តើតើនឹងឧទាហរណ៍បងប្អូនតើគេដាក់ថាម៉េចអូខេគេដាក់ថា I take a shower every morning before work មានន័យថាម៉េចបងប្អូនមានន័យថាខ្ញុំងូតទឹករៀងរាល់ព្រឹកមុនពេលទៅធ្វើការនេះ before មុនពេល before work នេះមានមុនពេលធ្វើការបងប្អូនអញ្ចឹង I take a shower every morning before work every morning រៀងរាល់ព្រឹកអូខេអញ្ចឹងយើងចូលទៅកាន់ឧទាហរណ៍ទី2ឧទាហរណ៍ទី2គេដាក់ថា she takes a bus every evening she takes a bus every evening មានថានាងងូតទឹកក្នុងអាងរៀងរាល់ល្ងាចអូខេយើងចូលទៅកាន់ slide បន្ទាប់អូខេ slide បន្ទាប់គឺតើតើនឹងពាក្យទី2ពាក្យទី2គឺពាក្យថាថតរូបអូខេអញ្ចឹងពាក្យថាថតរូបជាភាសាអង់គ្លេសយើងអានថា take a photo take a photo ឬក៏យើងប្រើពាក្យ take a picture take a picture អញ្ចឹងយើងអាចប្រើបានពីរទី1គឺ take a photo ទី2គឺ take a picture ដែលយើងបកថាថតរូបដូចគ្នាអូខេអញ្ចឹងយើងទៅមើល example ទាំងអស់គ្នាគេដាក់ថាម៉េចគេដាក់ថា can you take a photo of me can you take a photo of me can you take a photo of me មានន័យថាតើអ្នកអាចថតរូបឲ្យខ្ញុំបន្តិចបានទេ can you take a photo of me please អញ្ចឹងយើងអាចថែមពាក្យ please នៅខាងចុងទៅដើម្បីឲ្យវាមើលទៅស្ដាប់ទៅ polite បងប្អូនមានន័យថាគួរសមបន្តិចអញ្ចឹងបើសិនបើតោះគ្នាចង់ឲ្យស្ដាប់ទៅ polite ជាងនឹងទៀតយើងអាច change can នេះទៅជា could បងប្អូន could you take a photo of me please អញ្ចឹងយើងអាច change បែបហ្នឹងបានដើម្បីឲ្យការនិយាយរបស់យើងវាមានលក្ខណៈគួរសមណាបងប្អូនអូខេចូលទៅកាន់ឧទាហរណ៍ទី2ឧទាហរណ៍ទី2គេដាក់ថា we took some pictures at Angkor Wat we took some pictures at Angkor Wat មានន័យថាពួកយើងបានថតរូបជាច្រើននៅAngkor Wat នេះ took នេះគឺជា past simple មានថាវាជាកិរិយាសព្ទអតីតកាលរបស់ពាក្យ take បងប្អូនអញ្ចឹងបើសិនបើយើងនិយាយអំពីសកម្មភាពអតីតកាលយើង change take នេះទៅជា took we took some pictures at Angkor Wat អូខេយើងចូលទៅកាន់ពាក្យបន្ទាប់គឺពាក្យថាធ្វើដំណើរកំសាន្តអូខេអញ្ចឹងពាក្យថាធ្វើដំណើរកំសាន្តគឺយើងប្រើពាក្យថា take a trip take a trip អញ្ចឹង take a trip មានន័យថាធ្វើដំណើរកំសាន្តអូខេ look at the example យើងមើលឧទាហរណ៍ my family took a trip to Kampot last weekend my family took a trip to Kampot last weekend មានន័យថាគ្រួសារខ្ញុំបានទៅលេងខេត្តកំពតកាលពីចុងសប្តាហ៍មុនMy family took
a trip to Kampot last weekend អូខេឧទាហរណ៍បន្ត example បន្តគេដាក់ថាម៉េច we are going to take a trip during the school holiday we are going to take a trip during the school holiday មានន័យថាពួកយើងនឹងទៅធ្វើដំណើរកម្សាន្តកំឡុងពេលវិស្សមកាលសាលានេះ school holiday មានន័យថាវិស្សមកាលតោះគ្នាថ្ងៃឈប់សម្រាកណា during នេះកំឡុងពេលហើយbe going to នេះវាជា grammar មួយវាជាកមួយដែលយើងបកថានឹងតោះគ្នានឹងវាជា future ណាតោះគ្នាវាជាការពណ៌នាមអំពីសកម្មភាពនៅក្នុងអនាគតកាលយើងនឹងធ្វើអីមួយនៅពេលខាងមុខតោះគ្នានេះគេយក verb to be ហើយបូកជាមួយនឹង going to អញ្ចឹង we are going to take a trip during the school holiday អូខេយើងចូលទៅកាន់ពាក្យបន្តអូខេអញ្ចឹងពាក្យបន្តគឺពាក្យថាដើរលេងអញ្ចឹងពាក្យថាដើរលេងជាភាសាអង់គ្លេសយើងអានថា take a walk take a walk អញ្ចឹងពាក្យថា take a walk មានន័យថាដើរលេងអូខេ example let's take a walk in the park let's take a walk in the park មានថាតោះទៅដើរលេងក្នុងសួនតោះទៅដើរលេងក្នុងសួន let's take a walk in the park park នេះសួនតោះគ្នាអូខេអញ្ចឹងឧទាហរណ៍បន្តគេដាក់ថាម៉េចគេដាក់ថា he takes a walk after dinner every day he takes a walk after dinner every day មានថាគាត់ដើរលេងបន្ទាប់ពីញ៉ាំអាហារពេលល្ងាចរាល់ថ្ងៃគាត់ដើរលេងបន្ទាប់ពីញ៉ាំអាហារពេលល្ងាចរៀងរាល់ថ្ងៃ he takes a walk after dinner every day អូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្តទៀតគឺពាក្យថាអង្គុយអញ្ចឹងពាក្យថាអង្គុយជាភាសាអង់គ្លេសយើងអានថា take a seat take a seat អូខេ example please take a seat please take a seat មានន័យថាសូមអង្គុយអូខេ example បន្តគេដាក់ថា everyone took a seat everyone took a seat before the meeting started everyone took a seat before the meeting started មានន័យថាមនុស្សគ្រប់គ្នាបានអង្គុយមុនពេលកិច្ចប្រជុំចាប់ផ្ដើមបាទអញ្ចឹងវីដេអូរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយដែរអរគុណបងប្អូនសម្រាប់ការតាមដាននិងទស្សនាក៏ដូចជាការគាំទ្រនៅការផលិតនៅវីដេអូមេរៀនរបស់ខ្ញុំបាទកន្លងមកអូខេអញ្ចឹងកុំភ្លេចជួយ subscribe ទៅលើ channel YouTube របស់ខ្ញុំបាទអ្នកមួយផងអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយ See you next video